1 2 3 4 5 6 7 8 9លោកតកែខ្ញុំខ្ចីលោកតកែ1000លោកតកែខ្ញុំបានតែ900ហ្នឹងបងមុននឹងខ្ញុំប្រកល់លុយនឹងឲ្យមួយថ្ងៃណាខ្ញុំរកឃើញច្បាស់ណា$1000ហើយមិនបានមួយថ្ងៃរកឃើញតែ900អញ្ចឹងលោកតកែនេះលុយខ្ញុំអត់តន់យកទៅណាទេហើយខ្ញុំរាប់នៅមុខលោកតកែច្បាស់បានតែ900ទេបើលោកតកែមិនជឿទេរកមើលខ្លួនឯងម្ដងទៀតចុះមិនក៏ចឹងវិញលុយនឹងណាមុននឹងយើងឲ្យយើងរកឃើញ1000ច្បាស់តើហើយមិនបានឃើញតែ900អញ្ចឹងទៅលោកទៅស្ងៀមដល់ណាទៀតនេះលោកគិតថាខ្ញុំនឹងបោកប្រាស់លោកមែនទេម៉ែបងមើលតើគាត់គិតថាយើងនឹងបោកប្រាស់គាត់អីបើគាត់ធ្វើទឹកមុខអញ្ចឹងហ៎ណែលោកពួកខ្ញុំទាំងពីរគឺជាមនុស្សសុចរិតទៀងត្រង់ហើយខ្ញុំមកខ្ចីលុយលោកនេះក៏មានឯកសារគ្រប់គ្រាន់សម្រាប់យកមកធានាដែរខ្ញុំមិនមែនជាចង់បានលុយលោកប៉ុណ្ណឹងទេលោកឥឡូវពួកលោកតិចចេះសិនណាខ្ញុំអត់ចង់បាននេះថាអញ្ចឹងឯងមុនហ្នឹងប្រហែលជាខ្ញុំច្រឡំខ្លួនឯងឥឡូវចាំខ្ញុំថែមលុយលោក100ទៀតណាជុំសិនបងកុំតាន់ឲ្យលុយគាត់ហើយលោកមានកាយចង់និយាយមួយខ្ញុំមែនខ្ញុំគិតថាលុយហ្នឹងមានបញ្ហាហើយចាំខ្ញុំរកឲ្យមើលម្ដងទៀតលោកខ្ញុំគិតថាលុយហ្នឹងដូចជាអត់ប្រក្រតីមែនតើឥឡូវចេះឲ្យគាត់រកឲ្យយើងមើលមួយសាទៀតណាណែលោករឿងហ្នឹងជារឿងរបស់លោកនិងខ្ញុំតើហើយលុយនេះក៏ជាលុយរបស់លោកហើយមានតែពាក់ព័ន្ធជាមួយគេទៅវិញម៉ែលោកឆាត់ទុកឆាត់គេម៉ែបើសិនជាគេបោកប្រាស់លោកកិនមកយើបើនិយាយពីចំណេញបោកប្រាស់ពួកខ្ញុំប្រហែលជាមិនប្រកែដល់លោកឯងមើលទៅនេះឯងចង់មានថាម៉េចយើងថាឯងចង់យកបញ្ហាមកដាក់ខ្លួននេះខ្ញុំគិតថាលោកនៅស្ងៀមបើសាច់បាសៀកុំយកឆ្អឹងចូលកចាច់ឆ្ងាយណែលោកកុំតន់អាភ័យខ្លួនមើលកាប់ទៅមិនតន់មកលាតតាងទេតិចទៀតទៅមិនដឹងអីហើយពួកឯងបានឲ្យយកមកបញ្ជាក់ហ្នឹងហើយលោកហើយចុះលោកមានអីមកបញ្ជាក់អត់អូខេអញ្ចឹងលោកចាំមើល1 2 3 4 5 6 7 8ខ្លាំងលោកថាលុយហ្នឹង900ហ៎មិនឃើញតែ800អញ្ចឹងហ៎នេះមិនក្បាត់លុយទៀតទេនេះមានបញ្ហាអីមែនមិនដែរច្បាស់មិនផ្នែកនៅនេះបាត់លុយទៀតឯមែនទេ1 2 3 4 5 6 7 8មិនប៉ះទេយើងថាពួកឯងប្រើល្បិចជាមិនខានទេលោកចាប់ប្តឹងប៉ូលីសចាប់ពួកវាភ្លាមទៅម៉ែលោកឆាប់ប្តឹងប៉ូលីសភ្លាមពួកវាជាជនមកប្រាស់លោកមុនហ្នឹងខ្ញុំឃើញគាត់រាប់ឃើញ900ដល់តែពេលលោករាប់ឃើញតែ800នេះលោកចង់បន្លំមែនប្រយ័ត្នខ្ញុំប្តឹងប៉ូលីសលោកពួកខ្ញុំមិនមែនជាជនបោកប្រាស់ទេជនបោកប្រាស់ពិតប្រាកដគឺនៅក្នុងលោកហ្នឹងឯងណែលោកឯងគិតថាគេមិនដឹងពីល្បីលោកឯងមែនល្បីលោកឯងនេះវាហួសសម័យអីខ្ញុំគិតថាពួកគេគាត់ជាដឹងពីផែនការរបស់យើងបានណាខ្ញុំលែងត្រូវការលុយលោកទៀតហើយតោះអូនយើងទៅវិញជិះសិននេះពួកឯងគេតែធ្វើអញ្ចឹងហើយចង់រួចខ្លួនតែងាយមែនទេលោកនេះមានរឿងអីពិតប្រាកដហ្នឹងលោកអាចប្រាំខ្ញុំបានអត់ហ្នឹងឯងលោករឿងគឺវាយ៉ាងនេះបងមកពីអ្នកនោះបន្លំលុយគេមែនតើអូតាមពិតរឿងគឺវាអញ្ចឹងសោះណែអ្នកទាំងពីរឈប់សិនអ្នកទាំងពីរអត់អាចចំណាប់បានទេខ្ញុំនឹងហៅប៉ូលីសមកចាប់អ្នកទាំងពីរ